giờ tới cái đường ở sơ sài bảo nhóm cứ miên trà rồi chín chiên con đai con ấy cứ miên tròn chẳng hỏi vì đi đi tròn về tình giờ đấy ណាមើលត្រឡប់មីខ្ញុំនឹងឲ្យតែតនេនៅផ្ទះមួយថ្ងៃគឺអត់សុខទេ អ្នកដែលមកលេងតុកខ្ញុំកុំច្រឡំថាកន្លែងលក់ស្អីកចាហើយនេះប៉ុន្តែម្នាក់នេះគឺស្លាញ់បន្ទប់ស្អាតអានេះខ្ញុំទិញវាមក4អាហ្នឹងណាខ្ញុំដាក់នៅកន្លែងបន្ទប់ក្អាងរបស់ខ្ញុំ2ហើយនឹងបន្ទប់គេងរបស់ខ្ញុំ2 និយាយទៅគ្រឿងលម្អរបស់ខ្ញុំនឹងគឺច្រើនអ្នកទាំងអស់គ្នាអញ្ចឹងវារីប៉ាយពេញហ្នឹងក៏សម្រាប់ចិត្តថាកំងចាគ្រឿងដាក់ខ្សែកដាក់អញ្ជៀនដាក់កងដៃកវលអីហ្នឹងគឺថាមករៀបចំអីអញ្ចឹងទៅតុបចារបស់ខ្ញុំដូចវាអត់មានខ្វះខាតអីទេវាខ្វះខាតតែមនុស្សតាអ្នកទាំងអស់គ្នាចាអត់តែចន្លោះបន្តិចតែងដាក់ចន្លោះបន្តិចតែងដាក់ហ្នឹងអានេះដាក់នីលកាអានេះនីលកាដុំអានេះនីលការីមែនបងបាយឆ្កែណាអានេះដាក់កងដាននៅនិយាយតែរៀបចំទៅចាបើឃើញជាមួយនឹងបន្ទប់ខោរបស់យើងស្អាតឬក៏បន្ទប់កិច្ចរបស់យើងស្អាតក៏យើងក្តីសុខខ្លួនឯងដែរបងប្អូនស្រីរបស់ខ្ញុំហ្នឹងក៏គាត់ចូលចិត្តថតដែរពេលខ្លះគាត់ចូលក្នុងបន្ទប់របស់ខ្ញុំអញ្ចឹងទៅគាត់ថតលេងអីអញ្ចឹងទៅបន្ទប់ខោអញ្ចឹងទៅគាត់ថត post story អីអញ្ចឹងណាខ្ញុំនេះធ្វើសម្រាប់ខ្លួនឯងផងធ្វើដើម្បីបងប្អូនផងឲ្យវាបានបន្ទប់បងខ្លួនឯងស្អាតអញ្ចឹងទៅវាថតលេងអញ្ចឹងទៅចាក៏វាពេញចិត្តនឹងខ្លួនវាដែរហើយវីដេអូមកនេះគឺថាបានថតមើលខ្លះៗអ្នកគ្នាមើលទេបើថានៅអង្គុយរៀបចំហ្នឹងគឺថាវែងឡាយហ្នឹងហើយកាត់ខ្លះៗអីចឹងទៅកន្លែងណាដែលត្រូវថតក៏ថតកន្លែងណាក៏អត់ចឹងណាឥឡូវបន្ទាប់ពីយើងរៀបចំចាការរៀបចំអសរសេរីជាមួយនឹងកងដៃឲ្យហើយយើងញ៉ាំទឹកមួយសិនក្រោយមកទៀតគឺយើងចង់មកប្រាប់ចាពីដំណឹងមួយថាពាក់ព័ន្ធជាមួយនឹងដំណឹងស្បែកមុខទៅនិយាយក៏ហក់ភូតផលអ្នកទាំងអស់គ្នាឲ្យចាកាបូបរបស់ខ្ញុំយូរប្រចាំថ្ងៃណាគឺថតផ្លេចដាក់ទេជាមួយនឹង BB Sunblock AK7 ដើរតាមចាតែខ្ញុំអត់ចូលចិត្ត make up នៅក្នុងបន្ទប់ទេខ្ញុំវាច្រើនចូលចិត្ត make up នៅលើឡានវិញអត់ដឹងមិនទេដល់ពេលយើង make up នៅក្នុងបន្ទប់ចឹងទៅវាគេថាតង់វែងឆ្នាំងវែងនោះមួយការងារយើងផ្លេចលេតអីចឹងនេះនៅលើឡានល្អបំផុតចាគាត់ថានៅលើឡានវាមិនសូវឥតខ្ចោះនឹងអាការប៉ាត់មុខនៅមកកន្លែងអញ្ចឹងណាមុខរបស់ខ្ញុំទូទៅគឺខ្ញុំប្រើជាមួយនឹងចា BB Sunblock AK7 ចា Sunblock គឺយើងលាបទំនាប់ទី1ចា BB យើងលាបទី2ទីរបស់ Sunblock អ្នកទាំងអស់គ្នាគឺជួយចាការពារកម្ដៅថ្ងៃព្រះអាទិត្យការពារជាមួយនឹងការឡើងរោឡើងមុនកប់មុននឹងការមួយអញ្ចឹងណាចាគឺជួយការពារបានល្អខ្លាំងមែនតើអ្វីដែលសំខាន់ណាក៏វាធន់នឹងទឹកដែរណាពេលដែលលាបចង់ក្រាបបណ្ណាក៏ដោយខ្ញុំបញ្ជាក់គឺចូលស្បែកមុខអស់ហ្មងជាមួយនឹង Sunblock AK7 មើលសាច់ Sunblock ទៅដឹងហើយចាគឺថាឡងម៉ត់អលងតែម្ដងចាលាបបណ្ណាគឺចូលប៉ុណ្ណឹងណាខ្ញុំបញ្ជាក់ណាអត់មានកកស្ព្រេស្ព្រូនលើស្បែកមុខទេជាមួយនឹង Sunblock ហើយបន្ទាប់ពីប្រើ Sunblock ឲ្យហើយយើងប្រើជាមួយនឹង BB AK7 បញ្ជាក់ផលិតផលប្រើនៅលើស្បែកមុខមិនមែនលើស្បែកដៃទេប៉ុន្តែគាត់ថាមុខរបស់ខ្ញុំគឺ make up ឲ្យហើយចឹងហើយខ្ញុំប្រើជាមួយនឹងបញ្ហាចាស្បែកដៃជំនួសស្បែកមុខអ្នកគ្នាមើលជាមួយនឹងសាច់ចឹងណាតែសាច់ BB និង Sunblock ចឹងទៅចាមើលតែសាច់ Sunblock ទៅដឹងហើយគឺថាឡើងអាឡងចាំងចឹងហ្មងអ្នកទាំងអស់គ្នាហើយសម្រាប់អត្ថប្រយោជន៍ជាមួយនឹង BB AK7 ដូចអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងចាដាក់នៅលើស្បែកមុខទៅចាសែលមកអត់ធន់ស្បែកមុខទេហើយវាសំខាន់គឺមើលចេញមកលក្ខណៈថាធម្មជាតិចឹងណាអត់សពេកក៏អត់ខ្មៅពេកដែរនិយាយទៅគឺតែអ្វីដែលសំខាន់អ្នកទាំងអស់គ្នាចាបិទបាំងបានល្អធន់នឹងទឹកចាធន់ជាមួយនឹងញើសដែលហូរមកពេលដែលយើងធ្វើការហត់អីចឹងទៅអញ្ចឹងមិនមែនពេលដែលចាចូលឆ្នាំទៅអីចឹងណាគេប្រើប្រាស់ជាមួយទៅពីមុខនឹងដើរលេងដល់អីចឹងទៅដោយសារតែវាជួយការពារកម្ដៅថ្ងៃផងវាធន់នឹងទឹកផងនិយាយទៅខ្ញុំតែងតែប្រើប្រាស់ចាពីមុខនឹងជាប្រចាំថ្ងៃរបស់ខ្ញុំតែម្ដង